Hi, everybody. Nice to see you again. Now, let's translate three more uh, useful everyday English idiom with me. And without further delay, let's get started with the first idiom. It means to harm somebody who has helped you or supported you. To harm somebody who has helped you or supported you. ចឹងidiom នេះគឺមានន័យថាយើងបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ដែលធ្លាប់បានជួយយើងឬក៏ធ្លាប់បានជួយជ្រោមជ្រែងយើងអូខេ help ជួយ to support នេះមានន័យថាជួយកំពូកំពារគ្រប់គ្រងឲ្យយើងអញ្ចឹងណាokay អញ្ចឹង the idiom that means like that is by the hand that fits you អូខេអញ្ចឹងខំដៃដែលបញ្ចុះអ្នកបើជាន័យត្រង់ណាខំដៃដែលបញ្ចុះអ្នកអញ្ចឹងមានន័យថាគឺហ្នឹងហើយមានន័យថាយើងទៅជាបកគ្រោះថ្នាក់ទៅជាបករឿងទៅជារោរឿងអ្នកដែលជួយយើងវិញអញ្ចឹងណាអញ្ចឹង by the hand that fits you okay and the second one is informal to shout at somebody in an angry way especially without reason informal to shout at somebody in an angry way especially without reason ភាសាសម្រាប់និយាយស្រែកទៅកាន់នរណាម្នាក់យ៉ាងខ្លាំងឬក៏ស្រែកទៅកាន់នរណាម្នាក់ក្នុងផ្លូវមួយដ៏ក្នុងផ្លូវមួយខឹងដ៏ខ្លាំងចឹងមានន័យថាស្រែកទៅកាន់នរណាម្នាក់យ៉ាងខ្លាំងជាពិសេសហ្នឹងដោយគ្មានហេតុផលហើយអញ្ចឹងបានន័យថាidiom មួយណាដែលមានន័យថាអញ្ចឹងគឺ bite somebody's head off ឬក៏ snap somebody's head off okay bite somebody's head off ឬក៏ snap somebody's head off អញ្ចឹងបើយើងប្រែជាន័យត្រង់ literal meaning គឺខំក្បាលនរណាម្នាក់ចេញអញ្ចឹងណាឬក៏ហ្នឹងហើយកាត់ក្បាលនរណាម្នាក់ចេញអញ្ចឹងតែបើន័យជាន័យfiguratively ន័យធៀបគឺយើងស្រែកទៅកាន់នរណាម្នាក់ដោយគ្មានហេតុផលជាពិសេសតែគ្មានហេតុផលណា so bite somebody's head off ឬក៏ snap somebody's head off and the last one is to stop yourself from saying something or from showing an emotion. To stop yourself from saying something or from showing an emotion. បញ្ឈប់ខ្លួនអ្នកពីការនិយាយអ្វីមួយឬក៏បញ្ឈប់ខ្លួនអ្នកពីការបង្ហាញនៅអារម្មណ៍ណាមួយ okay ចឹង you can look at the example I beat my lip and force myself to be calm I beat my lip and force myself to be calm ចឹងខ្ញុំសូមបកប្រែន័យត្រង់ណាខ្ញុំបានខំបបេមាត់របស់ខ្ញុំហើយបង្ខំខ្លួនខ្ញុំឲ្យនៅស្ងៀមឲ្យនៅស្ងៀមកំខឹងក្រេបក្រោធចឹងមានន័យថា idiom នោះគឺ by your lip ចឹង by your lip ហ្នឹងគឺយើងនិយាយទៅគឺយើងចង់និយាយអីមួយប៉ុន្តែយើងប្រាប់ខ្លួនឯងថាកុំនិយាយឬក៏កុំបញ្ចេញអារម្មណ៍អីកុំបង្ហាញអារម្មណ៍អីវាមិនល្អទេស្ថានភាពហ្នឹងវាមិនចាំបាច់ឬក៏វាមិនចំណេញយើងទេបើយើងធ្វើអញ្ចឹងណា so by your lip okay stop yourself from saying something all right and let me show you the answer and that's correct okay so that's it for today everybody thank you so much I'll see you next time take care bye